នៅក្នុងអំឡុងពេលសង្គ្រាមស៊ីវិលឆ្នាំ1970ដល់1975ទូទាំងប្រទេសកម្ពុជាខ្មែរក្រហមបានបែងចែកជាភូមិភាគតំបន់និងស្រុកដែលការបែងចែកភូមិភាគតំបន់ទាំងនោះតែងតែមានការផ្លាស់ប្ដូរជារឿយៗឧទាហរណ៍ដូចជាខេត្តសៀមរាបដំបងឡើយស្ថិតនៅក្នុងតំបន់35ភូមិភាគ304បន្ទាប់ពីថ្ងៃជ័យជំនះរបស់កងទ័ពរណសិរ្សរួបរวมជាតិកម្ពុជានៅថ្ងៃទី17ខែមេសាឆ្នាំ1975ខេត្តសៀមរាបក្លាយជាតំបន់ស្វ័យយ័ត106ដែលមានប៉ាផលហៅសុតជាលេខាតំបន់ប៉ុន្មានឆ្នាំក្រោយមកបន្ទាប់ពីការចាប់ខ្លួនសុតនៅដើមឆ្នាំ1977ខេត្តសៀមរាបស្ថិតនៅក្នុងភូមិភាគឧត្តរថ្មីដែលរួមបញ្ចូលខេត្តទាំង3គឺខេត្តសៀមរាបខេត្តឧត្តរមានជ័យនិងខេត្តព្រះវិហារការផ្លាស់ប្ដូរនេះប្រហែលជានៅក្រៅពេលដែលអង្គការចាប់ខ្លួនសុតនិងសៀនក្រោយពីការចាប់ខ្លួនសុតអង្គការបានតែងតាំងកុដហៅជាតិដែលជាអតីតគណៈស្រុកជីក្រែងឲ្យមកគ្រប់គ្រងខេត្តសៀមរាបជាម្ដងអាសន្នជាតិនិងគ្រួសារត្រូវអង្គការចាប់ខ្លួនប្រហែលជាមួយខែមុនពេលអង្គការតែងតាំងកងចាប់ហៅសែឲ្យមកគ្រប់គ្រងភូមិភាគឧត្តរថ្មីនៅដើមឆ្នាំ1977អង្គការបានហៅលេខាតំបន់106ទៅរៀនសូត្រនៅក្រុងភ្នំពេញហើយសៀបហៅផាតដែលជានាយរសាររបស់សុតគឺជាអ្នកបើកបររថយន្តជូនសុតមកភ្នំពេញប៉ុន្មានថ្ងៃក្រោយមកដោយយល់ឃើញថាសភាពការមិនស្រួលតាម៉ៃដែលជាប្រធានកងពិសេសតំបន់106បានបញ្ជាឲ្យអនុប្រធានរបស់គាត់ឈ្មោះងួនរុំដែលត្រូវជាបងជីដូនមួយរបស់ផាតដឹកនាំកងពិសេសរបស់តំបន់ទៅលាក់ខ្លួននៅក្នុងព្រៃស្អាកជាប់ព្រំដែនសៀមរុំនិយាយថាគាត់មិនបានដឹងពីផែនការរបស់តាម៉ៃនៅពេលនោះទេគាត់ធ្វើតែតាមបញ្ជាតែប៉ុណ្ណោះមុនពេលចេញដំណើរតាម៉ៃបានផ្ដាំដាច់ខាតមិនឲ្យបាញ់ឬបង្កការផ្ទុះគ្រាប់នៅក្នុងព្រៃដែលបោះទីតាំងនោះទេការធ្វើដំណើរនេះមានការរៀបចំទុកជាមុនយ៉ាងប្រុងប្រយ័ត្នស្បៀងនិងសម្ភារៈសឹកត្រូវបានរៀបចំដាក់ក្នុងរថយន្តចំនួន5គ្រឿងក្នុងនោះមានរថយន្ត2គ្រឿងដឹកអង្ករនិងរថយន្ត1គ្រឿងដឹកត្រីប្រឡាក់ស្បៀងទាំងអស់នេះអាចផ្គត់ផ្គង់កងទ័ពបានរយៈពេលជាង1ឆ្នាំអាវុធនិងគ្រាប់រំសេវថ្មីដែលប្រើសម្រាប់កងពិសេសក៏ដឹកទៅជាមួយដែរតាម៉ៃមិនបានធ្វើដំណើរទៅជាមួយកងទ័ពទេព្រោះតាម៉ៃត្រូវមើលការខុសត្រូវនៅពេលដែលលេខាតំបន់មិននៅរុំដឹកនាំកងពិសេសតំបន់106ដែលមានទ័ពចំនួន300នាក់ស្មើមួយវរៈស្នាតូចទៅកាន់ព្រៃស្អាតរុំនឹងតាម៉ៃបន្តតាក់ទងគ្នាតាមវិទ្យុតាក់ទងជានិច្ចប៉ុន្តែមិនយូរប៉ុន្មានការតាក់ទងរវាងតាម៉ៃនិងរុំត្រូវកាត់ផ្ដាច់ចាប់តាំងពីពេលនោះមករុំមិនដឹងថាមានរឿងអ្វីកើតឡើងនៅឯខេត្តសៀមរាបនោះទេហើយក៏មិននឹកស្មានថាមានការចាប់ខ្លួនកម្មាភិបាលធំនៅក្នុងតំបន់106ដែររយៈពេលប្រហែលជា6ខែក្រោយលៀនដែលទើបតែមកពីភូមិភាគនិរដីបានហៅរុំតាមវិទ្យុតាក់ទងឲ្យនាំទ័ពត្រឡប់មកសៀមរាបវិញដើម្បីចូលរួមប្រជុំកងទ័ពពិសេសនេះបានមកដល់ខេត្តសៀមរាបនៅម៉ោង12យប់ស្នាក់នៅម្ដុំចុងស្ពានសៀមរាបដោយសារកងពិសេសនេះជាកងខ្លាំងជាងគេប្រចាំតំបន់106កម្មាភិបាលនាខាងនិរដីមិនទាន់ធ្វើសកម្មភាពចាប់ភ្លាមទេកម្មាភិបាលភូមិភាគនិរដីប្រើមធ្យោបាយមួយដោយហៅកម្មាភិបាលធំរបស់កងពិសេសនិងកងទ័ពថ្មើរជើងរបស់តំបន់ទៅប្រជុំដើម្បីជាលេសចាប់ខ្លួនស្អែកឡើងរុំនិងប្រធានកោផ្សេងទៀតបានទៅចូលរួមប្រជុំសមាជិកដែលចូលរួមប្រជុំទាំងអស់មានគ្នាប្រហែល20នាក់សុទ្ធសឹងតែជាប្រធានកោនិងអនុវរៈស្នាតូចដោយឡែកតាពេងប្រធានវរៈស្នាតូចលេខ13ត្រូវអង្គការចាប់ខ្លួនតាំងពីមុនពេលដែលរុំនាំទ័ពពិសេសពីព្រៃត្រឡប់មកសៀមរាបម្លេះរុំត្រូវបានសួរចម្លើយថាគាត់នាំកងទ័ពទៅក្នុងព្រៃធ្វើអ្វីខ្លះរុំប្រាប់ថាមិនបានធ្វើអ្វីទេហើយក៏មិនបានទៅវាយខ្មាំងឯណាដែរខ្ញុំត្រូវបានសួរចម្លើយទៀតថាមានដឹងថាពួកអាសុតអាពេងអាម៉ៃក្បត់ដែរទេខ្ញុំរុំបានបដិសេធថាមិនបានដឹងរឿងឡើយព្រោះគាត់នៅដាច់ឆ្ងាយពីអ្នកទាំងនោះបន្ទាប់ពីនោះកម្មាភិបាលភូមិភាគនិរដីបានប្រកាសថាសុតម៉ៃនិងពេងជាជនក្បត់ជាតិត្រូវអង្គការចាប់ខ្លួនអស់ហើយភ្លាមនោះកម្មាភិបាលដែលចូលរួមប្រជុំប្រមាណ20នាក់ត្រូវបានចាប់ចងដាក់ឡានទាំងអស់នៅសល់តែរុំម្នាក់ឯងប៉ុណ្ណោះហើយគាត់ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញរុំមិនដែលនឹកគិតថារឿងរ៉ាវធ្ងន់ធ្ងរដល់ថ្នាក់នេះទេនៅពេលដែលមានការចាប់ខ្លួននៅក្នុងអង្គប្រជុំគ្មាននរណាម្នាក់អាចតដៃបានទេព្រោះថាមុនពេលប្រជុំអង្គការប្រមូលកំភ្លើងដាក់ដោយឡែកនៅលើតុមួយរុំរំលឹកថាបើទោះជាគាត់ធ្លាប់ធ្វើសង្គ្រាមច្រើនឆ្នាំយ៉ាងណាក៏ដោយក៏ក្នុងចិត្តព្រឹត្តិការណ៍បែបនោះគាត់តក់ស្លុតយ៉ាងខ្លាំងរុំមិនហ៊ានប្រាប់ពីហេតុការណ៍នេះដល់យុទ្ធជននៅក្នុងកងទេគាត់សុកចិត្តដេកអត់បាយអត់ទឹកតែម្នាក់ឯងដោយសារភ័យខ្លាំងពេក
នៅម៉ោងប្រហែលជា3រសៀលថ្ងៃដដែលអង្គការបានហៅរុំទៅប្រជុំម្ដងទៀតដើម្បីបញ្ជាក់ប្រាប់ថាពួកក្បត់ត្រូវអង្គការចាប់អស់ហើយនៅព្រឹកថ្ងៃបន្ទាប់អង្គការបានប្រមូលកងទ័ពទាំងអស់ទៅប្រជុំនៅវាលឫស្សី3ដើមដើម្បីប្រកាសប្រាប់អំពីអំពើក្បត់របស់កម្មាភិបាលចាស់ៗនៅក្នុងតំបន់ក្រោយពីប្រជុំចប់អង្គការប្រកាសដកអាវុធពីកងពិសេសទាំងអស់ដោយលើកហេតុផលថាអាវុធទាំងអស់នោះជារបស់ពួកក្បត់កំភ្លើងនេះកំភ្លើងចាស់សម័យអាក្បត់យើងទុកមិនបានទេយើងត្រូវតែផ្លាស់ប្ដូរយកកំភ្លើងថ្មីក្រោយពីដកកំភ្លើងអង្គការបញ្ជូនកងទ័ពទាំងអស់ទៅធ្វើស្រែដោយឡែកកំភ្លើងខ្លីរបស់រុំមិនត្រូវបានដកឡើយហើយថែមទាំងបញ្ចូលគាត់ជាសមាជិកសំខាន់បន្ទាប់ពីលៀននឹងណាត់រុំបញ្ជាក់ថាលៀននឹងណាត់បញ្ចូលគាត់ជាសមាជិកពីព្រោះគាត់ស្គាល់ទ័ពច្បាស់និងចង់ប្រើគាត់ដើម្បីរៀបចំទ័ពឲ្យបានរៀបរយកន្លះខែក្រោយមកអង្គការបានដករុំឲ្យទៅគ្រប់គ្រងកងទ័ពរំសាយនៅខេត្តបាត់ដំបងដោយអនុញ្ញាតឲ្យរុំយកនារសា2នាក់កំភ្លើងខ្លីផ្ទាល់ខ្លួន1ដើមនិងកំភ្លើងវែង2ដើមសម្រាប់នារសារបស់គាត់នៅបាត់ដំបងអង្គការចាត់តាំងរុំឲ្យមើលការខុសត្រូវកងទ័ពធ្វើស្រែតាំងពីពេលនោះមករុំមិនបានដឹងថាមានរឿងអ្វីកើតឡើងចំពោះកងពិសេសទាំង300នាក់របស់គាត់ទេសពថ្ងៃនេះគាត់មិនដែលបានជួបយុទ្ធជនកងពិសេសរបស់គាត់ដែរមានតែនារសារបស់គាត់ម្នាក់គត់ដែលនៅរស់រានមានជីវិតមកទល់សពថ្ងៃនេះក្នុងរយៈពេលដែលរុំគ្រប់គ្រងកងទ័ពរំសាយនៅស្ទឹងធំក្នុងខេត្តបាត់ដំបងអង្គការថ្នាក់លើបានស្នើយកមនុស្សចំនួន4នាក់ជារៀងរាល់ថ្ងៃប៉ុន្តែរុំមិនដឹងថាទ័ពទាំងអស់នោះត្រូវអង្គការស្នើយកទៅកន្លែងណាឡើយរុំរំលឹកថាមួយយប់មាន 3-4 នាក់ដល់ល្ងាចឡើងយើងឃើញសម្បត្តិមកមានឈ្មោះកឈ្មោះខអញ្ចឹងទៅសុំដកយកទៅរៀនសូត្រតែហ៊ានរាប់ពាន់នាក់នៅធ្វើស្រែនៅស្ទឹងធំថ្ងៃមួយរុំត្រូវអង្គការចោទប្រកាន់ថាគាត់នៅប្រកាន់យកសង្គមពុករលួយបន្ទាប់ពីគាត់ស្លៀកខោអាវខ្មៅដែលនៅសេសសល់ពីសង្គមទៅចូលរួមក្នុងមីទីងរុំមិនបានដឹងថាអង្គការមានគម្រោងសម្រាប់ខ្លួននោះទេប៉ុន្តែសំណាងល្អអាយុមិនអស់មិត្តរៀនម្នាក់ដែលស្ដាប់ឮកម្មាភិបាលខ្មែរក្រហមពិភាក្សាគ្នាអំពីរឿងនេះបានមកសឹកប្រាប់គាត់ឲ្យរត់បានដំណឹងនេះភ្លាមរុំគិតរកវិធីរត់គេចខ្លួនព្រឹកឡើងរុំប្រាប់នារសាទាំង2នាក់របស់គាត់ឲ្យដើរប្រមូលទ័ពទាំងអស់ទាំងឈើទាំងជាមកជុំគ្នាដើម្បីចែកបាយម្នាក់មួយទឹក4ជ្រុងដែលមានន័យថាបាយដាក់ស្មុកបង្ហាត់ឲ្យណែនរួចកាត់ជា4ជ្រុងក្រោយពីបរិភោគបាយរួចរុំនឹងនារសាបានស្រស់ស្រួលគ្នារត់ចេញពីអង្គភាពស្ទឹងធំដើម្បីការពារខ្លួនរុំបានប្រមូលបញ្ជីប្រវត្តិរូបឈ្មោះយុទ្ធជនដែលរត់ចោលជួលដាក់ក្នុងបាឡូ2និងកំភ្លើងខ្លីមួយដើមព្រមទាំងសម្បត្តិឧទ្ទេសនាមចូលប្រមូលយុទ្ធជនរត់ចោលជួលចុះប្រមូលយុទ្ធជនរត់ចោលជួលមួយច្បាប់រុំធ្វើដំណើរពីសហគមន៍មួយទៅសហគមន៍មួយដោយប្រើប្រាស់សម្បត្តិឧទ្ទេសនាមនោះថាគាត់នឹងនារសាចុះមកប្រមូលកងទ័ពឲ្យត្រឡប់ទៅអង្គភាពវិញទៅដល់សហគមន៍គេសួរថាមកធ្វើអីខ្ញុំថាមកតាមទ័ពរួចបង្ហាញលិខិតឧទ្ទេសនាមឲ្យគេមើលបញ្ជីឈ្មោះនិងលិខិតឧទ្ទេសនាមអាចជួយឲ្យរុំនឹងនារសាបន្តដំណើររហូតដល់ផ្ទះនៅខេត្តសៀមរាបរុំសម្រាប់នៅផ្ទះសុំបាយសហគមន៍ហូបបានប្រហែលជា2ខែត្រូវអង្គការហៅមកសៀមរាបវិញរុំរំលឹកថាអង្គការបានស៊ើបអំពីប្រវត្តិរូបរបស់គាត់ហើយតែងតាំងគាត់ឲ្យគ្រប់គ្រងក្រុមកុមារទូទាំងខេត្តសៀមរាបរហូតដល់កងទ័ពវៀតណាមចូលរំដោះប្រទេសកម្ពុជានៅឆ្នាំ1979សពថ្ងៃរុំរស់នៅជាមួយប្រពន្ធនិងកូន4នាក់នៅក្នុងខេត្តសៀមរាប